ក្រៅពីបង្រៀនឲ្យខ្មែរចេះស្រឡាញ់ប្រពៃណីវប្បធម៌ទំនៀមទម្លាប់ហើយស្នេហាជាតិខ្លួនក្រៅពីនឹងអ្វីក៏មិនមែនជាទូនាទីរបស់ព្រះអង្គដែរព្រោះខ្មែរយើងពេលខ្លះព្រោះតែជំនឿអស់ទឹកដីនឹងហើយបានស្ទើរតែបាត់បង់ប្រពៃណីជាតិសឹងតែអស់បាត់បង់ទឹកដីមិនមែនរឿងជំនឿទេជាតិរលំរលាយក៏អត់ដោយសារសាសនាដែរដោយសារមនុស្សប្រជែងគ្នាទៅវិញទេយើងនៅជាប់រឿងមន្ទិលសង្ស័យទាំងអស់គ្នាថាក្រោយពីព្រះបាទជ័យវរ្ម័នទី7ចូលទីបង្គត់ទៅដោយសារតែព្រះអង្គបដូរសាសនាទើបប្រទេសជាតិបែកបាក់តាំងពីពេលនោះលោកទាំងឡាយគិតខុសហើយតាំងពីមុនសម័យអង្គរមកមហាក្សត្រក្នុងប្រទេសសម័យអកយមសតវត្សទី6ពុទ្ធសាសនាចាប់ផ្ដើមហូរចូលប្រទេសកម្ពុជាព្រះមហាក្សត្រក្នុងប្រទេសកម្ពុជាតែងគោរពទំនប់បំរុងសាសនា3 1សេវស្រម2ណែសេវស្រម1នរាយស្រម1និងកោតស្រម1វិស្ណុស្រមគឺអាស្រមសាសនាដែលជឿជាក់គោរពព្រះវិស្ណុឥសូរស្រមនឹងគឺសាសនាដែលគោរពព្រះឥសូរកោតស្រមគឺអាស្រមដែលគោរពចំពោះពុទ្ធសាសនាព្រះមហាក្សត្រខ្មែរក្នុងសរាជរិកតែងទំនប់បំរុងសាសនាទាំង3នេះស្មើគ្នារហូតមកដល់សម័យព្រះបាទសូរ្យវរ្ម័នទី2តាំងរាជធានីនៅមហិន្ទ្របរិពតបានស្ថាបនាឡើងនៅព្រះរាជគ្រូ2ត្រកូលដែលធ្លាប់ជាអ្នកកំសត់កំរជាមួយព្រះអង្គតាំងពីពីមិនទាន់គ្រងរាជ្យគឺវាមសេគឺទេវកាលវយៈអ្នកទាំងពីរនេះមិនមែនជាអ្នកចេះដឹងផ្នែករបៀបរបបរាជានិយមទេទើបព្រះបាទសូរ្យវរ្ម័នទី2ទៅអញ្ជើញគ្រូមួយម្នាក់មកពីជនបទឈ្មោះវាមសេវៈឲ្យមកពង្រៀននៅគម្ពីរ4គឺគម្ពីរវេនស្សកៈរបៀបគ្រប់គ្រងរដ្ឋកសាងរដ្ឋរាជពិធីផ្សេងក្នុងទ្វារទសមាសបានកសាងឡើងនៅព្រះពុទ្ធរូប9ព្រះអង្គជាពុទ្ធរាជក្នុងសម័យកាលនោះហើយបានកសាងនៅរាជមួយនៅបដិមាមួយតំណាងឲ្យអំណាចរបស់ស្ដេចចក្រពត្តិគឺកម្ពុជាប្រទេសចក្រពត្តិរាជការកសាងនៅកម្ពុជាប្រទេសចក្រពត្តិរាជក្នុងសាលាចរិតប៉ុន្តែអ្នកខ្លះសន្មតថាជាអីសូរលឹងជាយោនីអីជាដើមមិនមែនទេជាទេវរូបមួយដែលបញ្ជាក់អំពីពាក្យថាកម្ពុជាប្រទេសចក្រពត្តិរាជគឺអ្នកធំនៃស្ដេចព្រះរាជាពីដើមដល់រាបណាឡើងគ្រងបរមរាជសម្បត្តិគ្រឿងធំបំផុតដែលត្រូវមានគឺកម្ពុជាប្រទេសចក្រពត្តិរាជនឹងឯងទើបស្ថាបនាអ្នកនោះឲ្យទៅជាព្រះរាជាបាននិយាយចូលមកវិញក្នុងព្រាហ្មណ៍ទាំងពីរគឺវាមសេគឺកាលទេវកាលវយៈទាំងពីរត្រកូលនេះមានតួនាទីរក្សាក្បួនច្បាប់ខ្នាតរបស់ព្រះមហាក្សត្រហើយអនុវត្តតមកពេលដែលព្រះមហាក្សត្រយាងទៅទីណាព្រាហ្មណ៍ទាំងពីរត្រកូលនេះរមែងទៅតាំងលំនៅក្បែរនឹងរាជវេសរបស់ស្ដេចគ្រប់ស្ថានអំណាចការកសាងក្បួនឆ្នាំគម្ពីរទាំងអស់ដែលបានមកពីគម្ពីរវេនស្សកៈគឺគ្រប់គ្រងដោយព្រាហ្មណ៍ទាំងពីរត្រកូលនោះជាដរាបប៉ុន្តែមកដល់ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានបដូរការគ្រប់គ្រងពីព្រះរាជគ្រូទាំងពីរត្រកូលនេះឲ្យមកខ
ខាងទេវាករៈបណ្ឌិតអ្នកគ្រប់គ្រងវិញអញ្ចឹងអំណាចទាំងអស់ត្រូវផ្ទេរមកខាងត្រកូលរបស់ទេវាករៈបណ្ឌិតលោកទាំងឡាយគិតសាកឡមើលតាអំណាចតាំងតែពីសូរយៈវរ្ម័នទី2តមកអំណាចនៅខាងត្រកូលទេវកលយៈទាំងអស់ប៉ុន្តែមកហេតុអីមកដល់សម័យប្របាទជ័យមន្ទី7បដូរទៅកាន់ទេវាករៈបណ្ឌិតវិញតើអ្នកមុនអន់ចិត្តឬអត់នេះមិនមែនជាចំនួនសាសនាទេតែខ្មែរយើងច្រឡំហើយវង្វេងពលចេះទៅយើងមើលការបដូរផ្លាស់រាជរបស់ព្រះបាទជ័យមន្ទី7ឡើងមកពេលដែលគាត់បដូរព្រះរាជគ្រូការកសាងប្រាសាទក៏ដូចក៏ខុសគ្នាដែរការកសាងប្រាសាទក្នុងរាជមុនថ្មធំជាងហើយការតថ្មមានភាពវិចិត្រល្អជាងប៉ុន្តែក្នុងរាជរបស់ព្រះបាទជ័យមន្ទី7ការតថ្មតូចជាងហើយរូបចម្លាក់មិនសូវរស់រវើកដូចជាសម័យកសាងអង្គរវត្តអីទេយើងមើលរូបចម្លាក់ក្នុងប្រាសាទអង្គរវត្តនិងរូបចម្លាក់ក្នុងប្រាសាទអង្គរធំមានភាពខុសគ្នាព្រោះទឹកដៃជាងខុសគ្នាដោយសារតែបដូរត្រកូលអ្នកគ្រប់គ្រងកិច្ចការងារអស់នឹងទីតីពីគ្នាមិនមែនជាត្រកូលតែមួយតែក្នុងរាជដែលប្របាទជ័យវរ្ម័នទី7នៅព្រាមក្នុងត្រកូលសេវកាលវយៈមិនកឡុកទេតែពេលដែលព្រះអង្គចូលទីបង្គត់ទៅណោះតើគេនៅស្ងៀមទៀតទេពេលដែលចាប់ផ្ដើមព្រាមទាំងពីរត្រកូលឆ្លោះគ្នាកឡុកប្រឆាគ្នានឹងហើយពេលដែលខ្មែរបែកបាក់នោះមិនមែនចំនួនសាសនាទេ